នឹងបញ្ជូនមកផែនដីនេះដើម្បីជួយយើងឃើញទេបាទអញ្ចឹងមិនមែនជារឿងធម្មតាគឺជាការជួយផែនការរៀបចំយ៉ាងល្អិតល្អន់ហើយបន្តពីមុនរហូតដល់ឥឡូវនេះហើយនឹងបន្តទៅអនាគតទៀតអញ្ចឹងមិនមែនជារឿងធម្មតាទេអញ្ចឹងដូចខ្ញុំជម្រាបបងប្អូនថារំផែនដីព្រះអង្គយកចិត្តដាក់ចំពោះយើងចូលតម្រាំជីវិតអស់កលចនិចព្រះអង្គធ្វើការរាល់ថ្ងៃព្រះវរបិតាធ្វើការរាល់ថ្ងៃព្រះអង្គម្ចាស់យេស៊ូវក៏ទ្រង់ធ្វើការរាល់ថ្ងៃដែរដើម្បីខ្លាចយើងដាច់ចេញពីព្រះអង្គទៅឯសាតាំងទៅមានអាក្រក់មែនទេបាទអញ្ចឹងទ្រង់តាមរកអ្នកសំបីតែកូនតូចមួយដែលបាត់បង់ព្រះអង្គក៏តាមរកដែរតាមរកគេមិនឲ្យគេបាត់ដែរបាទទោះបីមាន100ក្នុងកាពីថាមាន100បាត់មួយយកមាន99ហើយបាត់មួយមានស្អីមែនទេប៉ុន្តែសម្រាប់ព្រះអត់ទេគឺទ្រង់នៅតែតាមរកដល់កលុកកលៀតយប់ប្រលប់តាមរកដល់គ្រប់ពេលវេលាទាំងអស់រកតតែឃើញហ៎អញ្ចឹងព្រះអង្គតាមរកយើងសុខចិត្តមានព្រះបុត្រាទ្រង់តែមួយដែលព្រះអង្គស្រឡាញ់នៅអោរានៅស្ថានសួគ៌ព្រះអង្គស្រឡាញ់ព្រះបុត្រាណាមានតែមួយព្រះបុត្រាមានប៉ុន្មានមានច្រើនមានមួយមានតែមួយទេប៉ុន្តែព្រះអង្គបានបញ្ជូនព្រះបុត្រានឹងមកផែនដីដើម្បីមកតាមរកយើងឃើញទេបាទតាមរកយើងអញ្ចឹងលះចោលសេរីល្អនៅស្ថានសួគ៌កូនដែលធ្លាប់តែស្រឡាញ់ធ្លាប់នៅស្ថានសួគ៌ពីអ្នកបិតានឹងក្នុងអោរានឹងប៉ុន្តែសុខចិត្តប្រទានមកផែនដីដើម្បីតាមរកយើងណាបាទដូច្នេះហើយយើងឃើញថាសម្រាប់ជីវិតអស់កលគឺព្រះអង្គមិនដែលធ្វើប្រហែសគឺព្រះអង្គធ្វើការកាន់តែខ្លាំងជាងផែនដីទៀតទ្រង់ធ្វើការទាំងយប់ទាំងថ្ងៃគ្រប់វិនាទីទាំងអស់បាទដើម្បីនឹងឲ្យយើងបានមានទទួលនៅហៅថាការដែលទ្រង់សពអតីដើម្បីឲ្យកូនរបស់ព្រះអង្គបានមានសុវត្ថិភាពមានសេចក្តីសង្គ្រោះអញ្ចឹងកុំគិតថាព្រះអង្គបង្ងើចំពោះយើងគ្រប់វិនាទីព្រះអង្គគិតចំពោះយើងព្រះអង្គច្បាំងជាមួយនឹងសាតាំងមនុស្សគ្រប់ទាំងអស់ផែនដីតើព្រះអង្គធ្វើការប៉ុណ្ណាអញ្ចឹងបាទអញ្ចឹងព្រះអង្គក៏ធ្វើការតាមរយៈយើងទាំងអស់គ្នាដែលជាអ្នកដែលបានសង្គ្រោះហើយជាអ្នកដែលបានសុចរិតហើយដើម្បីជួយបងប្អូនដទៃទៀតបាទព្រះអង្គមានមធ្យោបាយដែលព្រះអង្គធ្វើការដើម្បីជួយអញ្ចឹងទ្រង់មិនដែលបំភ្លេចអញ្ចឹងបងប្អូនត្រូវចាំថាទ្រង់មិនដែលបំភ្លេចយើងទេជាពិសេសខាងឯវិញ្ញាណរបស់យើងខ្លាចវិញ្ញាណរបស់យើងដាច់ចេញពីព្រះអង្គបាទខ្លាចដាច់ចេញពីព្រះបាទរឿងនៅផែនដីនេះបើយើងគ្រាន់តែទុកលំបាកខ្លះគឺមិនស្មើទៅនឹងជីវិតយើងដែលជាកូនព្រះអង្គដែលធ្លាក់ទៅក្នុងបឹងភ្លើងអស់កលជានិច្ចទេបាទអញ្ចឹងបើយើងនៅផែនដីនេះណាយើងបានជីវិតសុខសប្បាយសុខស្រួលមែនប៉ុន្តែព្រះអង្គប្រាថ្នាចង់ជួបយើងរហូតអស់កលនៅឋានសួគ៌នៅនគររបស់ព្រះអង្គមែនទេអញ្ចឹងបើគ្រាន់តែព្រះអង្គធ្វើជីវិតយើងនៅផែនដីនេះសប្បាយហើយយើងភ្លេចព្រះតែទ្រង់ចង់ធ្វើអញ្ចឹងឯងបើសិនជាស្រាប់តែជីវិតអស់កលទៅអត់បានជួបយើងស្រាប់តែជួបយើងស្រាប់តែឃើញយើងនៅក្នុងបឹងភ្លើងមួយរក្សាតាំងទ្រង់សពអត់ទេអញ្ចឹងឯងអត់ទេអញ្ចឹងទ្រង់សពអត់ទេធ្វើម៉េចឲ្យយើងបានជួបព្រះអង្គនៅនគរព្រះអស់កលចនិចបាត់យើងគង់តែធ្វើដំណើរទៅរកអាការចាស់អាការស្លាប់ដូចគ្នាទេបាទអរគុណព្រះអង្គ